សួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពី verb to be ថាពេលណាគឺយើងបកប្រែថាគឺជាហើយពេលណាដែលយើងអត់ចាំបាច់បកប្រែអ្នកនរគ្នាដឹងទេមែនទេverb to be គឺយើងសំដៅទៅលើ am is are អូខេអញ្ចឹងឥឡូវយើងមកមើលចំណុចទី1អូខេអញ្ចឹងនៅពេលដែលយើងបកប្រែ verb to be នៅពេលដែលយើងនិយាយចង់និយាយតាក់ទងទៅនឹង identity ឬក៏សំដៅទៅលើពីណាយើងហៅសំដៅថាគាត់គឺជាពីណាគេឥឡូវខ្ញុំឲ្យឧទាហរណ៍ថាI am Cambodian អញ្ចឹងមានន័យថាខ្ញុំគឺជាជនជាតិខ្មែរអញ្ចឹងបានន័យថាកន្លែងហ្នឹងគឺយើងបកប្រែ I am Cambodian ខ្ញុំគឺជាជនជាតិខ្មែរហើយប្រយោគមួយទៀតYou are Cambodian អ្នកគឺជាជនជាតិខ្មែរ You are Cambodian អ្នកគឺជាជនជាតិខ្មែរអញ្ចឹងកន្លែងហ្នឹងបានន័យថាយើងបកប្រែធម្មតា They are Cambodians អូខេពួកគាត់គឺជាជនជាតិខ្មែរអញ្ចឹងកន្លែងហ្នឹងគឺយើងបកប្រែដូចធម្មតានេះយើងបកប្រែថាគឺជាហើយបន្តចំណុចទី2អ្នកនរគ្នាមុនហ្នឹងគឺចំណុចទី1ឥឡូវយើងមកចូលចំណុចទី2ថាយើងអត់បកប្រែ verb to be ទៀតទេអ្នកនរគ្នាយើងអត់បកប្រែនៅពេលដែលយើងចង់និយាយតាក់ទងទៅនឹង description ឬក៏គេហៅថា characteristic តាក់ទងនឹងគេហៅថាអត្តចរិតឬក៏អ្វីដែលយើងពិពណ៌នាអ្នកនរឧទាហរណ៍ថានៅក្នុងប្រយោគនេះគេដាក់ថា he is handsome អូខេ he is handsome គាត់សង្ហាអញ្ចឹងយើងអត់បកប្រែថាគាត់គឺជាសង្ហាទេគឺយើងបកប្រែថាគាត់សង្ហាអូខេ he is handsome គាត់សង្ហាឥឡូវឧទាហរណ៍មួយទៀត The apple is red អូខេ The apple is red អញ្ចឹងមានន័យថាពិពណ៌នាអំពីផ្លែប៉ោមអញ្ចឹង The apple is red យើងមិនបកប្រែថាផ្លែប៉ោមគឺពណ៌ក្រហមទេគឺយើងបកយកបណ្ដោយមានន័យថាកន្លែង to be នេះគឺយើងអត់បកប្រែទេផ្លែប៉ោមពណ៌ក្រហមអូខេឥឡូវយើងមកចូលដល់ចំណុចទី3នៅក្នុងចំណុចទី3នេះអ្នកនរគ្នាគឺយើងនិយាយតាក់ទងទៅនឹង location ឬក៏ position តាក់ទងទៅនឹងទីតាំងនៅពេលដែលយើងនិយាយតាក់ទងទៅនឹង location ហើយនឹង position គឺយើងអត់បកប្រែដែរដូចជាឧទាហរណ៍ថា they are at home they are at home អញ្ចឹងពួកគាត់នៅផ្ទះយើងអត់បកប្រែថាពួកគាត់គឺជានៅផ្ទះទេកន្លែង to be កន្លែងហ្នឹងក៏យើងអត់បកប្រែដែរ they are at home ពួកគាត់នៅផ្ទះឥឡូវឧទាហរណ៍មួយទៀតអ្នកនរគ្នា the books are on the table the books are on the table មានន័យថាសៀវភៅនៅលើតុយើងអត់បកប្រែថាសៀវភៅគឺជានៅលើតុទេ the books are on the table សៀវភៅនៅលើតុឥឡូវយើងចូលមកចំណុចមួយទៀតអ្នកនរតាក់ទងទៅនឹង feeling អូខេតាក់ទងទៅនឹង feeling ក៏យើងអត់បកប្រែគឺជាដែរឧទាហរណ៍ថាខ្ញុំនិយាយថា I am happy ខ្ញុំសប្បាយចិត្ត I am happy អញ្ចឹងយើងអត់បកប្រែថាខ្ញុំគឺជាសប្បាយចិត្តទេគឺយើងបកប្រែថាខ្ញុំសប្បាយចិត្តដល់ពេលប្រយោគមួយទៀត they are happy អូខេបកប្រែដូចគ្នាយើងអត់បកប្រែកន្លែង to be នឹងទេ they are happy ពួកគាត់សប្បាយចិត្តអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំគិតថាវាងាយស្រួលបើសិនជាយើងដឹងហើយយើងអញ្ចឹងនៅពេលក្រោយទៀតមានន័យថាយើងដឹងថាពេលណាដែលយើងបកប្រែហើយពេលណាយើងអត់បកប្រែverb to be ហ្នឹងអូខេហើយវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត Goodbye see you later